អង្គការសហប្រជាជាតិអង្គការសហប្រជាជាតិហៅកាត់ថា UN គឺជាអង្គការអន្តរជាតិរដ្ឋាភិបាលដែលមានភារកិច្ចថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានាសម្រាប់ឲ្យបាននូវកិច្ចសហប្រតិបត្តិការអន្តរជាតិនិងជាមជ្ឈមណ្ឌលសម្រាប់ធ្វើសមាហរណកម្មសកម្មភាពរបស់ប្រជាជាតិនានាអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី2ក្នុងគោលបំណងដើម្បីទប់ស្កាត់សង្គ្រាមនានានាពេលអនាគតហើយទទួលបានជោគជ័យក្នុងការបែងចែកសម្ព័ន្ធប្រជាជាតិអង្គការនេះមានទីស្នាក់ការកណ្ដាលនៅទីក្រុងញូវយ៉កនិងមានការិយាល័យនៅទីក្រុងហ្គេនណាវ៉ាទីក្រុងណៃរ៉ូប៊ីទីក្រុងវៀនណានិងទីក្រុងហាហ្គោអង្គការនេះត្រូវបានផ្ដល់ថវិកាដោយការចូលរួមវិភាគទាននិងការស្ម័គ្រចិត្តពីរដ្ឋសមាជិករបស់ខ្លួនគោលបំណងរបស់វារួមមានការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិការការពារសិទ្ធិមនុស្សនិងការផ្ដល់ជំនួយមនុស្សធម៌ការលើកកម្ពស់ការអភិវឌ្ឍប្រកបទៅដោយចីរភាពនិងការលើកកម្ពស់ច្បាប់អន្តរជាតិអង្គការសហប្រជាជាតិគឺជាអង្គការរដ្ឋាភិបាលដែលមានប្រជាប្រិយបំផុតនិងល្បីល្បាញជាងគេបំផុតក្នុងពិភពលោកនិងជាអង្គការអន្តរជាតិរដ្ឋាភិបាលដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកនៅក្នុងការបង្កើតអង្គការសហប្រជាជាតិមានសមាជិកចំនួន51ប្រទេសរហូតមកដល់បច្ចុប្បន្នមានចំនួនសមាជិក193ប្រទេសនៅថ្ងៃទី5ខែមេសាឆ្នាំ1945មានរដ្ឋាភិបាលចំនួន50បានចូលរួមប្រជុំនៅទីក្រុង San Francisco សម្រាប់សន្និសីទនិងបានចាប់ផ្ដើមសេចក្តីអង្គការសហប្រជាជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនេះបានអនុម័តនៅថ្ងៃទី25ខែមិថុនាឆ្នាំ1945នៅទីក្រុង San Francisco និងបានចុះហត្ថលេខានៅថ្ងៃទី26ខែមិថុនាឆ្នាំ1945ធម្មនុញ្ញនេះបានចូលជាធរមាននៅថ្ងៃទី24ខែតុលាឆ្នាំ1945នៅពេលដែលអង្គការនេះបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនបេសកកម្មរបស់អង្គការនេះដើម្បីថែរក្សាសន្តិភាពពិភពលោកមានភាពស្មុគស្មាញនៅដើមទសវត្សរ៍ដំបូងក្នុងកំឡុងពេលសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងសូវៀតនិងសម្ព័ន្ធមិត្តរៀងៗខ្លួនបេសកកម្មរបស់ខ្លួនមានអ្នកសង្កេតការណ៍យោធាគ្មានអាវុធនិងកងកម្លាំងប្រដាប់អាវុធស្រាលដោយមានការត្រួតពិនិត្យតាមដាននិងការកសាងទំនុកចិត្តក្នុងក្របខ័ណ្ឌនៃការបំពេញតួនាទីរបស់ខ្លួនអង្គការនេះមានអង្គសំខាន់ចំនួន6ពោលគឺមហាសន្និបាតលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមក្រុមប្រឹក្សាអាណាព្យាបាលតុលាការយុត្តិធម៌អន្តរជាតិនិងក្រុមប្រឹក្សាសន្តិសុខសូមរំលឹកផងដែរថាប្រាសាទព្រះវិហារត្រូវបានតុលាការខាងលើប្រកាសថាស្ថិតក្នុងដែនអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាតាមសាលក្រមចុះថ្ងៃទី15ខែមិថុនាឆ្នាំ1962និងប្រកាសសារជាថ្មីតាមសាលក្រមថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013ក្នុងខ្លឹមសារដដែលដោយមានចែងក្នុងសាលក្រមដំបូងតាមការស្នើសុំរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអង្គការសហប្រជាជាតិជាអង្គការអន្តរជាតិកំពូលដែលមានតួនាទីគ្រប់គ្រងស្ថានភាពពិភពលោកទាំងមូលហើយសប្តាហ៍ថ្ងៃមានចំនួនសមាជិក193ប្រទេសនៅទូទាំងពិភពលោកដោយរួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរតើប្រទេសណាដែលបានចូលជាសមាជិកអង្គការសហប្រជាជាតិមុនគេ5ប្រទេសដំបូងគេនិងក្រោយគេបំផុត5ប្រទេសក្រោយគេនៅលើពិភពលោកចូលជាសមាជិកនៅថ្ងៃទីខែឆ្នាំណា1ប្រទេសអាមេរិកបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី24ខែតុលាឆ្នាំ1945 2ប្រទេសតំបន់ចក្រភពអង់គ្លេសបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី24ខែតុលាឆ្នាំ1945 3ប្រទេសអ៊ុយក្រែន
បានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី24ខែតុលាឆ្នាំ1945 4. ប្រទេសតួគីបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី24ខែតុលាឆ្នាំ1945 5. ប្រទេសហ្សេរីបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី24ខែតុលាឆ្នាំ1945 6. ប្រទេសហ្សេតបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2000 7. ប្រទេសស្វីសបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី10ខែឆ្នាំ2002 8. ប្រទេសទីម៉័រខាងកើតបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2002 9. ប្រទេសម៉ុងណេក្រូបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី28ខែមិថុនាឆ្នាំ2006 10. ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី14ខែធ្នូឆ្នាំ1955